រឿងរ៉ាវពីបាល់ទាត់នៅក្នុងតំបន់ជាស្រ័យបាទនៅក្នុងប្រទេសរបស់យើងបាទគឺរវាងភ្នំពេញ Ground និងប្រខណ្ឌរាជស្វាយរៀងទៅលើការដែលពួកគាត់ទាំងពីរត្រូវជួបគ្នានៅក្នុងវគ្គ8ក្រុមចុងក្រោយពីរង្វាន់ AFC Challenge League បាទជូនសំណួរនេះទៅកាន់MC ទេវ៉ាតើយល់ឃើញយ៉ាងណាដែរសម្រាប់ការជួបគ្នារបស់ក្រុមទាំងពីរនៅក្នុងពីរង្វាន់នេះសូមជួយបាទតែចឹងទៀតតទៅនឹងរឿង AFC Challenge League ដែលបាទតាមពិតទៅពីរង្វាន់ AFC Challenge League នេះគឺក្រៅតាំងពីឆ្នាំតែមិញមកព្រោះឆ្នាំតែមិញហ្នឹងក្រុមកម្ពុជាយើងគឺខាង Despair គាត់អាចមានឱកាសឡើងដល់វគ្គ8 Pro ទៅហើយក៏មិនដែរយើងសោកស្ដាយដោយសារតែយើងបានត្រឹមយើងអាចរងទេកុំអីឆ្នាំហ្នឹងយើងត្រូវបានលេងមួយសួរយើងអាចប៉ះពូដូទៀតបាទចង់ជួបពូដូព្រោះពូដូក៏លេងនៅ AFC Champions League 2ដែរហ្នឹងបើសិនជាឆ្នាំតែមិញយើងលើកយើងអាចមានយើងចូលលេងហ្នឹងហើយបាទគឺអូតូបន្តិចចាំដល់បាទហើយឆ្នាំនេះជារឿងដែលផ្ទុះខ្លាំងទៀតហើយដោយសារតែក្លឹបកម្ពុជាយើងពីរក្រុមគឺស្វាយរៀងមួយបង្កេតស្វាយរៀងយើងស្វាយរៀងមួយពីរក្រុមបាទជាស្រ័យអាចមានឱកាសលេងតទល់គ្នានៅក្នុងវគ្គ quarter final 8ក្រុមចុងក្រោយលេងពីរជើងដូរទឹកដីគ្នាបាទជារឿងមួយដែលពិសេសខ្លាំងមែនទេដូរទឹកដីគ្នាប៉ុន្តែនៅភ្នំពេញដែរនៅភ្នំពេញហើយខ្ញុំជឿថាការប្រកួតហ្នឹងគឺក៏ក្រៅមែនទេបាទហើយជារឿងដែលពិសេសខ្លាំងមែនទេហើយអ្នកគ្រប់គ្រងបាទតនកម្មជាយើងគឺចង់ឃើញខ្លាំងបាទទោះបីជាក្រុមទី2គឺប៉ះគ្នានៅក្នុងលីកក៏ដោយក៏ប៉ុន្តែជាការប្រកួតមួយដែលពិសេសខ្លាំងនោះគឺត្រង់ថាពីររង្វាន់តំណាងឲ្យតំបន់អាស៊ីតែបើទោះបីជាពានលំដាប់ទី3ក៏ប៉ុន្តែជាពានមួយដែលមានការប្រកួតប្រជែងខ្លាំងហើយក្រុមមកពីតំបន់ខ្លាំងច្រើនហើយយ៉ាងណាយើងបានឡើងមកដល់វគ្គនេះយើងនិយាយទៅចំណុចពិសេសមួយគឺយើងថាយើងធានាមកក្រុមនឹងត្រូវឡើងទៅកាន់វគ្គ semi final បាទត្រង់ចំណុចនេះហើយដែលបងប្អូនយើងមួយចំនួនគាត់លើកឡើងថាការដែលឲ្យភ្នំពេញ Ground ជួបជាមួយប្រខណ្ឌទីមិនឲ្យទេការក្រុមទាំងពីរមកជួបគ្នានៅក្នុងវគ្គនេះវាជារឿងមួយដែលគួរឲ្យសោកស្ដាយប៉ុន្តែការយកឃើញមិនដែរបាទសម្រាប់ក្រុមទាំងពីរដែលមកជួបគ្នានៅក្នុងវគ្គនេះការយកឃើញខ្ញុំគិតថាវាល្អណាស់ដែលត្រង់ថាល្អហ្នឹងគឺដូចខ្ញុំនិយាយមិញហ្នឹងបាទគឺមកក្រុមឲ្យបងប្អូនខ្លះក៏គាត់យល់ឃើញចឹងដែរគឺគាត់យល់ឃើញច្រើនថាព្រោះយើងឡើងមកដល់យើងប៉ះគ្នានៅវគ្គនេះហើយយើងធានាថាមានមួយក្រុមបាទមានមួយក្រុមនឹងត្រូវឡើងទៅវគ្គបាទ semi final 4ក្រុមចុងក្រោយបាទអញ្ចឹងសួរយើងអាចឡើងទៅវគ្គ Pro គឺថាបាទចំណុចពិសេសគឺត្រង់ហ្នឹងបាទត្រង់ចំណុចហ្នឹងខ្ញុំឯកភាពដែរបាទសម្រាប់ការលើកឡើងរបស់ MC ទេវ៉ាពាក់ព័ន្ធមួយការដែលតែគេនិយាយរៀងជួបជាមួយភ្នំពេញ Ground វគ្គនេះណាប៉ុន្តែមួយចំនួនគាត់លើកឡើងថាគាត់ស្ដាយក្រុមទាំងពីរហ្នឹងបើសិនជាមិនអាចជួបគ្នាក្នុងវគ្គនេះបានន័យថាភ្នំពេញ Ground ជួបជាមួយនឹងអីគេ Manila បាទឬក៏ Deva ជួបមួយហ្វាយរៀងអញ្ចឹងទៅបាទដើម្បីពួកគាត់ជឿជាក់មូលហេតុឯងបានជាគាត់យល់ឃើញបែបនេះគាត់ជឿជាក់ថាក្រុមទាំងពីរហ្នឹងគឺអាចនឹងមានទៅឡើងនៅវគ្គបន្ទាប់ទាំងពីរហ្មងបាទអញ្ចឹងហើយបានជាគាត់ថាបើអាចវៀងគ្នាបានវៀងទៅអញ្ចឹងនេះគឺជាអារម្មណ៍មួយដែលយើងពិបាកនៅក្នុងការនេះដែរប្រិបិតពីព្រោះថាបងប្អូនយើងគាត់យល់ឃើញថាសមត្ថភាពរបស់ភ្នំពេញ Ground និងសមត្ថភាពរបស់ប្រខណ្ឌរាជស្វាយរៀងគឺអាចឡើងទៅវគ្គពាក់កណ្ដាលប្រាច់ព្រាត់បាទ semi final បានយ៉ាងងាយបើសិនជាព្រមទាំងពីរហ្នឹងជួបជាមួយនឹងក្រុមផ្សេងគ្នាមិនមែនជួបក្នុងក្រុមក្នុងប្រទេសតែមួយក្នុងលីករបស់យើងតែមួយណាបាទអញ្ចឹងអានឹងគឺជាការជឿជាក់របស់ប្រិយមិត្តរបស់យើងប៉ុន្តែដោយដែលអ្វីMC ទេវ៉ាក៏បានលើកឡើងអំពីថាជួបគ្នានៅក្នុងវគ្គនេះហើយក៏ជារឿងល្អដែរពីព្រោះថាយើងច្បាស់ជាក់តែម្ដងថានឹងមានក្រុមមួយឡើងទៅកាន់វគ្គបន្ទាប់បាទផ្ទុយទៅវិញប្រិវិតបាទក្នុងចំណុចនេះខ្ញុំបាទក៏សូមឆ្កឹះរំលឹកឡើងបន្តិចផងដែរក្នុងការដែលបងប្អូនយើងយល់ឃើញថាបើសិនជាក្រុមទាំងពីរមិនជួបគ្នាវាល្អណាប៉ុន្តែយ៉ាងណាបងប្អូនយើងខ្ញុំក៏ថាយើងជួបគ្នាក្នុងវគ្គនេះហើយក៏ល្អដែរព្រោះយើងប្រកាសដោយ MC ថាមានមួយឡើងទៅកាន់វគ្គបន្ទាប់ពីព្រោះថាយើងមិនប្រកាសទេថានៅពេលដែលឡើងទៅកាន់វគ្គបន្ទាប់យើងអាចឡើងទៅបានអត់ហាមត្រូវមានបញ្ហាកីឡាករអីយើងទៅបែរទៅជាធ្លាក់ទាំងពីរថាបានយើងមិនដែរនេះយើងនិយាយឲ្យនេះហ្នឹងណាយើងមិនរំពឹងខ្ពស់ទេប៉ុន្តែការដែលបងប្អូនយើងលើកឡើងថាបើសិនជាជួបគ្នានៅក្នុងវគ្គអត់ជួបគ្នានៅក្នុងវគ្គនេះជួបគ្នាអាចនឹងមាន%ជួបគ្នាវគ្គ semi final កាន់ល្អអានឹងវាជាការជឿជាក់ទៅលើសមត្ថភាពរបស់ក្លឹបទាំងពីររបស់ប្រទេសកម្ពុជារបស់យើងតែឥឡូវអត់ទេបងប្អូនយើងគ្នាជួបវគ្គហ្នឹងក៏ល្អដែរបាទពីព្រោះថាក្រុមទាំងពីរសាជើងខ្លាំងហើយបើចូលទៅដល់វគ្គហ្នឹងគឺយើងមាន100%ថាមានមួយដឹងឡើងអញ្ចឹងវានេះគឺជាចំណុចមួយដែលយើងចង់ចែករំលែកជូនបងប្អូនយើងទាំងអស់គ្នាបាទមានបន្ថែមទៀតទេបាទតើតើនឹងចំណុចហ្នឹងដោយសារតែដូចបងបានដឹងហើយអ្នកគ្រប់គ្រងបាល់ទាត់កម្ពុជាយើងគឺដូចនិយាយថាវាជារឿងមួយដែលពិសេសខ្លាំងបាទហើយអញ្ចឹងបងតើតើនឹងរឿងប្រខណ្ឌរាជស្វាយរៀងជាមួយនឹងភ្នំពេញ Ground បើយើងនិយាយទៅក្រុមទី2សើមានចំណុចពិសេសចំណុចខ្លាំងដូចគ្នាបាទមិនមែនGround គាត់ល្អ
តែស្វែងរៀងទៅជាខ្សោយអីអត់ទេបើអាចនិយាយថាសបាក់គ្នាតែបើនិយាយពីបទពិសោធន៍ក៏ដូចគ្នាដែរក្រោនក៏គាត់ធ្លាប់មានបទពិសោធន៍ឡើងទៅបាទវាហ្នឹងហើយមួយទៀតស្វែងរៀងរៀងមានភារកិច្ចធ្វើការច្រើនដែរបាទតែបើនិយាយទៅតទៅនឹងការប្រកួតក្នុងលីកអូខេមានមមាញឹកដូចគ្នាហើយមួយទៀតនោះគឺប្រកាន់ស្វែងរៀងគាត់ត្រូវលេងនៅក្នុងពានរង្វាន់ស៊ុបខាប់បាទ AFC Asian Championship បាទអញ្ចឹងពាននៅក្នុងតំបន់ហ្នឹងគឺគាត់ប៉ះក្រុមត្រូវជួបក្រុមណាខ្លះបាទធ្ងន់ណាស់ដូចជាប្រកួតក្រោយចុងឆ្នាំខែ12នេះត្រូវប៉ះជូហ័រអូជើងខ្លាំងម៉ាឡេរបស់ម៉ាឡេស៊ីបាទហើយបន្តទៀតដូចជាខែ1គាត់ត្រូវប៉ះជាមួយនឹងបាងកកបាទក៏ជាគីឡូធ្ងន់មួយដែរហើយប៉ះជើងខ្លាំងមកពីសិង្ហបុរីទៀត Lion City បាទ Lion City អញ្ចឹងវាអាចដែរការប្រកួតយើងមើលឃើញទេអញ្ចឹងកីឡាករចង់មិនចង់គាត់ត្រូវធ្វើការធ្ងន់បាទអញ្ចឹងវាអាចកីឡាករខ្លះក៏មានបញ្ហាយើងអាចមើលឃើញបានក្នុងការប្រកួតជាក់ស្ដែងអញ្ចឹងការលើកឡើងរបស់MCទេវ៉ាកន្លែងនេះក៏ជាចំណុចមួយដែលជាគេថា link ចំណងភ្ជាប់ពីរឿងរ៉ាវទាំងអស់នេះដែរប្រិមិត្តទូទាំងជននេះគឺជាចំណុចពិសេសមួយអូស្ការដែល MC ទេវ៉ាក៏លើកឡើងពីព្រោះថាបើយើងតាមការមើលឃើញឥឡូវយើងដឹងតែមានមួយឡើងទៅវគ្គបន្ទាប់ហើយព្រោះថាបើមិនជួបគ្នាទេអាចនឹងអត់ទាំងពីរក៏ថាបានប៉ុន្តែដល់ទៅពេលការលើកឡើងរបស់ទេវ៉ាមិញពាក់ព័ន្ធជាមួយនឹងភារកិច្ចរបស់ប្រកាន់ទីស្វ័យរៀងគឺគាត់មានភារកិច្ចនៅក្នុងពានរង្វាន់ Super Cup បាទ Asian Championship ណាបាទហើយជួបគីឡូធ្ងន់នៅក្នុងតំបន់អាស៊ានទៅទៀតអញ្ចឹងចង់គឺប្រកាន់ទីស្វ័យរៀងត្រូវប្រើប្រាស់កីឡាករចំណាយកម្លាំងច្រើនអញ្ចឹងគឺជារឿងមួយពិបាកបាទរឿងដែលកក្រើកមួយហ្នឹងគឺនៅចុងឆ្នាំនេះគឺយើងកក្រើកមួយព្រោះយើងប៉ះជាមួយគីឡូខ្លាំងរបស់ម៉ាឡេស៊ីបាទជូហ័រដែលជាក្រុមស្ទើរតែលើកពានលីកនៅម៉ាឡេស៊ីស្ទើរ100ឆ្នាំហើយបាទហើយបើនិយាយពីកម្រិតលេងវាអាចចាត់ទុកថាមិនលើសពីស្វែងរៀងយើងបានទេហើយហ្នឹងបាទបើតែដឹងថាការប្រកួតនេះនៅតែផ្ទុះខ្លាំងអញ្ចឹងអាចនិយាយបានថាបើនិយាយអំពីក្រុមដែលមានភាគរយឡើងទៅកាន់វគ្គបន្ទាប់យកឃើញមិនដែរសម្រាប់ព្រំពេញក្រោយនឹងប្រកាន់ទីស្វែងរៀងនៅក្នុងពានរង្វាន់យើងនេះ Asia Challenge នេះបើតាមការយល់ឃើញតើតើនឹងចំណុចនេះគឺសម្រាប់ក្រុមទី2ក្រុមណាមួយឡើងក៏បានដែរព្រោះថាសិតតែជាក្រុមតំណាងឲ្យកម្ពុជាទេបាទប៉ុន្តែបើសិនជានិយាយថាក្រុមណាដែលមានភាគរយច្រើនជាងខ្ញុំគិតថាបើទោះបីជាប្រកាន់ស្វែងរៀងក៏ធ្វើការធ្ងន់ក៏ប៉ុន្តែខ្ញុំនៅតែជឿចិត្តថាស្វែងរៀងអាចនឹងមានភាគរយខ្ពស់ជាងតិចដោយសារតែឆ្នាំតែមិញគាត់មានបទពិសោធន៍លេងហើយកីឡាករក៏មិនរុះរើច្រើនដែរក៏យកឃើញមិនដែរអូខេបាទសម្រាប់ការប្រកួតនេះដោយបងជីវ័ននិងទេវ៉ាបានលើកឡើងអញ្ចឹងខ្ញុំក៏យល់ស៊ីលៀងគ្នាដែរប៉ុន្តែអ្វីដែលជារឿងពិសេសគឺយើងដឹងអំពីកំណត់ត្រាមានន័យថានេះគឺជាលើកដំបូងហើយដែលយើងមានក្រុមតំណាងពីកម្ពុជាដល់ទៅ2ក្រុមដែលអាចឡើងទៅដល់វគ្គចាញ់ធ្លាក់ឬក៏វគ្គ8ក្រុមចុងក្រោយនៃពានរង្វាន់លំដាប់ទី3 AFC Challenge League នេះមែនតើពានរង្វាន់នេះបង្កើតឡើងដំបូងគឺឈ្មោះថា AFC President Cup អញ្ចឹងទាំងភ្នំពេញក្រោនទាំងស្វាយរៀងបាទសុទ្ធសឹងតែមានប្រវត្តិធ្លាប់ឡើងដល់ Final Game ដូចគ្នាគ្រាន់ថាភ្នំពេញក្រោនឡើងទៅកាលពីឆ្នាំ2011ក្នុងឈ្មោះបាទគឺ AFC President Cup រីឯប្រកាន់ស្វាយរៀងគឺគាត់បានឡើងទៅកាលពីឆ្នាំមុននៅក្នុងឈ្មោះថ្មីចាប់ផ្ដើមរដូវកាលថ្មីតែម្ដងមានន័យថាពានរង្វាន់នេះសម្រាប់ចុងក្រោយបំផុតបើតាមចាំខុសទេដូចជាអំឡុងឆ្នាំ2014 2015អញ្ចឹងចាប់ផ្ដើមសារជាថ្មីនៅពេលដែលគេបដូរឈ្មោះពានមាន AFC Champions League ទៅជា AFC Champions League Elite ហើយ AFC Champions League 2ក៏ត្រូវបានបង្កើតថ្មីពី AFC Cup បាទហើយបន្តមកទៀតក៏មាន AFC Challenge នេះដែលបានបដូរពី AFC President Cup បាទអញ្ចឹងសម្រាប់ការប្រកួតជួបគ្នានៅត្រឹមវគ្គនេះគឺយើងប្រកាសថា100%ហើយមានក្រុមពីកម្ពុជាមួយដែលឡើងទៅដល់ Semi Final អញ្ចឹងបើសិនជាបងប្អូនយើងក្នុងអារម្មណ៍ជាអ្នកគាំទ្រគាត់ថាប្រកាសណាស់គឺចង់ឲ្យក្រុមទាំងពីរជួបគ្នានៅវគ្គ Semi Final ប៉ុន្តែការប្រកួតជាក់ស្ដែងពុំមែនជាការរៀបចំទេមានន័យថាស្វាយរៀងការប្រកួតចុងក្រោយក៏គាត់ចង់ឈ្នះម៉ានីឡារីក្រុមបាល់ទាត់ភ្នំពេញក្រោនក៏គាត់ចង់ឈ្នះដូចគ្នាប៉ុន្តែធ្វើម៉េចដោយសារតែគ្រាប់បាល់ចំណេញរបស់គាត់តិចជាងដេវ៉ាបើសិនជាគាត់ឈ្នះច្រើនគ្រាប់ក៏គាត់ឈរលេខរៀងទី1អញ្ចឹងក្រុមទាំងពីរអាចជាគ្នាហើយប៉ុន្តែយើងមិនអាចមើលងាយសមត្ថភាពទាំងដេវ៉ាទាំងម៉ានីឡាទេយើងឃើញហើយប្រកួតភ្នំពេញក្រោនជាក្រុមខ្លាំងនៅកម្ពុជាស្មើជាមួយដេវ៉ា1-1ប្រកួតយ៉ាងតឹងរីឯស្វាយរៀងប៉ះជាមួយម៉ានីឡាប្រកួតចុងក្រោយស្មើគ្នា2-2យើងតាមគ្រាប់បាល់គេទៀតអញ្ចឹងឧទាហរណ៍បើសិនជាភ្នំពេញក្រោនស្រាប់តែជួបជាមួយនឹងម៉ានីឡាស្វាយរៀងជួបជាមួយនឹងដេវ៉ាចុះបើក្រុមទាំងពីរបែរជាផ្្លាត់ចាញ់នៅក្នុងករណីណាមួយមើលឃើញបាទអញ្ចឹងមិនអត់មានក្រុមទាំងពីរឲ្យកម្ពុជាទៅលេងសេមីហើយបាទប៉ុន្តែយើងត្រូវបែងចែកវិញថាអូខេក្នុងនាមអារម្មណ៍យើងជាអ្នកគ្រប់គ្រងបាល់ជាតិអ្នកគ្រប់គ្រងបាល់លីក
មិនថាតែស្វាយរៀងមិនថាតែភ្នំពេញ Ground ទេសុទ្ធសឹងតែក្រុមតំណាងឲ្យកម្ពុជាកាលណាក្រុមទាំងពីរនេះមានក្រុមណាមួយឡើងទៅដល់វគ្គ semi final ពិន្ទុនៅក្នុងតារាងកំណត់ថ្នាក់ AFC Club Competition Ranking នៅកម្ពុជាយើងឡើងខ្ពស់ដូចគ្នាបាទយើងឃើញថាយើងក្នុងនាមជាក្រុមតែមួយគេថានៅផ្ទះម្ដាយទីទៅព្រៃម្ដាយតែមួយប៉ុន្តែក្រុមទាំងពីរនេះសុទ្ធសឹងតែចាយលុយធំដូចគ្នាគេមានផែនការកីឡាករលេងនៅក្នុងនេះគេប្រើប្រាស់កីឡាករផ្សេងលេងនៅ AFC Challenge League ប្រើប្រាស់កីឡាករផ្សេងអញ្ចឹងស្វាយរៀងក៏គឺមានខ្សែការពារលេខ4ដែលទិញមកសម្រាប់ទៅលេងនៅ AFC Challenge League បាទក្នុងពេញ Ground ក៏ទើបបានយកកីឡាករកូរ៉េខាងត្បូងគឺ Inkim ដែលមកពី Live នោះក៏សម្រាប់ទៅលេងនៅ Challenge League ដូចគ្នាអញ្ចឹងការចាយលុយធំណាស់គឺចង់បង្កើតកំណត់ត្រាឲ្យប្រទេសជាតិហើយចង់បង្កើតកំណត់ត្រាឲ្យក្លឹបតខ្លួនដែរឥឡូវយើងសម័យមើលបន្តិចចុះរៀលជាមួយបាសេទៅពីលីកតែមួយហេតុអីក៏តឹងតសៃកគ្នាមិនថាតែ Copa del Rey មិនថាតែ La Liga មិនថាតែ Champions League មិនថាតែមិត្តភាពទេប៉ុន្តែយើងនេះគ្រាន់តែជាការប្រៀបធៀបមួយដោយសារគេកម្រិតខ្ពស់ហើយយើងនៅអាចថាកំពុងអភិវឌ្ឍអញ្ចឹងអារម្មណ៍អ្នកគ្រប់គ្រងគាត់ចង់ឲ្យឡើងទៅដល់វគ្គជ្រើសដូចគ្នាតែយ៉ាងណាក៏នៅតែប្រកាន់ឈ្មោះចំហអញ្ចឹងដូចទេវ៉ាដូចបងជម្រាបលើកឡើងអញ្ចឹងមានមួយក្រុមឡើងដល់វគ្គពាក់កណ្ដាប់ឲ្យប្រុសជារឿងល្អបំផុតហើយបើសួរថាគិតថាក្រុមណាមានភាគរយខ្ញុំសុំឲ្យ50ចុះ50បាទព្រោះនៅពេលយូរទៀតបងបាទនៅដល់តែខែ3នោះខែ3អញ្ចឹងដូចទេវ៉ាថាអញ្ចឹងបើយើងនិយាយទៅស្វ័យរៀងធ្វើការរៀងច្រើនតិចហើយបាទលេងលីកផងលេងហ៊ុនសែនខាប់ផងលេងនៅ Asian Club Championship ទៀតហើយប៉ះសិតតែគីឡូធំនៅ Asian Championship នេះជាពិសេសគឺប៉ះក្រុមនៅម៉ាឡេស៊ីក្រុមដែលចាយលុយខ្លាំងហើយកីឡាករសិតសឹងតែធ្លាប់មានប្រវត្តិលេងអឺរ៉ុបបាទអឺរ៉ុបធ្លាប់ល្បីបាទប៉ុន្តែឮថាមួយរយៈចុងក្រោយកីឡាករក៏ដូចជាមាន band ដែរបាទភាសាជាប់បំរាមបាទអូអញ្ចឹងវាជារឿងងាយស្រួលសម្រាប់ស្វាយរៀងយើងដែរហើយបើសិនជាឈ្នះគេឈ្មោះបាល់ទាត់លីកកម្ពុជាយើងកាន់តែល្បីបាទតម្លៃយើងទៅមើលអំពីការប្រកួតនៅឯពីគូផ្សេងទៀតមានក្រុមបាល់ទាត់អាន់យ៉ាមកពីលីបងប៉ះជាមួយនឹងមូរ៉ាបាទមកពីគីស៊ីមានអាល់សាបេបប៉ះជាមួយនឹងគុយវ៉ាត់អាល់សាបេបរបស់អូម៉ង់គុយវ៉ាត់របស់ប្រទេសគុយវ៉ាត់តែម្ដងបាទអញ្ចឹងបើសិនជាមិនថាតែភ្នំពេញ Ground ឬក៏ស្វាយរៀងទេគាត់ឡើងដល់វគ្គសេមីគាត់អាចទម្លាក់ក្រុមម៉ាន់ដេឡាឬក៏ដេវ៉ានៅវគ្គពាក់កណ្ដាលប្រព្រឹត្តនឹងទៅជួបជាមួយនឹងក្រុមខាងដែលមកពីអាស៊ីខាងលិចនៅ Final Game បាទហើយសម្រាប់ការប្រកួតរដូវកាលនេះយើងលេងនៅប្រទេសបាទក្រុមដែលមកពីតំបន់អាស៊ីខាងលិចវិញម្ដងបើសិនជាយើងអាចឡើងដល់វគ្គ Final Game បាទអញ្ចឹងវាអាចមានណាមានដូចជាអាសាបែបគួយវ៉ែតអីចឹងទៅដែលលេងនៅក្នុងតំបន់អាស៊ីខាងលិចបាទអញ្ចឹងអរគុណច្រើនមែនទែនបាទសម្រាប់ការផ្ដល់ជូននៅការជជែកវិញឲ្យពាក់ព័ន្ធជាមួយនឹងរឿងរ៉ាវបាល់ទាត់ក្នុងស្រុករបស់យើងពីលោកMC ទេវ៉ានិងអូស្ការបាទហើយយើងក៏សូមអានខមមិនប្រិយមិត្ត